សមត្ថកិច្ចស្រុកព្រៃនប់ចុះបង្ក្រាបទីតាំងសង្វៀនជលមន់នៅភូមិចំការកៅស៊ូស្រុកព្រៃនប់ខេត្តព្រះសីហនុហាក់ដូចចុះបង្ក្រាបខ្យល់ខេត្តព្រះសីហនុទីតាំងសង្វៀនបញ្ជុលមន់ដុះស្លែមួយកន្លែងក្នុងដីចំការរបស់លោកត្រីផលដារិនដែលគេស្គាល់ថាជាអធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ស្ថិតនៅភូមិចំការកៅស៊ូឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុនោះត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី3ខែមេសាឆ្នាំ2025ប៉ុន្តែមិនមានចាប់បានមនុស្សណាម្នាក់ឬម៉ូតូឡានរបស់អ្នកលេងសូម្បីតែមួយគ្រឿងឡើយគឺឃើញមានបន្សល់ទុកតែសម្ភារៈពាក់ព័ន្ធមួយចំនួនតែប៉ុណ្ណោះទស្សនវិជ្ជាបែបនេះត្រូវបានមហាជនរិះគន់ថាប្រតិបត្តិការរបស់កម្លាំងអធិការនគរបាលស្រុកព្រៃនប់នេះជាកលល្បិចខ្មោចក្នុងបោះដៃឲ្យខ្មោចព្រៃកិច្ចមានន័យថាធ្វើគ្រាន់តែបង្ក្រប់កិច្ចឲ្យមហាជនបានឃើញតែប៉ុណ្ណោះប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាទីតាំងខាងលើត្រូវបានគេធ្វើរបងព័ទ្ធមានទ្វារបិទជិតមិនឲ្យមានអ្នកចេញចូលផ្ដេសផ្ដាសឡើយប៉ុន្តែខាងក្នុងគេបើកលេងល្បែងមានអាប៉ោងផងនិងជលមន់ផងស្ទើររាល់ថ្ងៃជាយូរមកហើយដោយមានមនុស្សស្កាត់មកពីគ្រប់ទិសទីហើយបើនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញមានភ្នាល់ដាក់លុយធំណាស់ពួកគេលេងស្រែកហូកញ្ជ្រៀវខ្លាំងមិនខ្លាចរឯងអ្វីឡើយពលគឺមិនមែនសមត្ថកិច្ចមូលដ្ឋានមិនដឹងនោះទេប៉ុន្តែមិនដែលឃើញមានការបង្ក្រាបទើបធ្វើឲ្យមហាជនដាក់ការសង្ស័យថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននោះត្រូវដងត្រូវផ្លែជាមួយម្ចាស់សង្វៀនទទួលយកលៀបសក្ការៈចិញ្ចឹមឆ្នាំងបាយផងក៏មិនដឹងម្យ៉ាងទៀតការចុះបង្ក្រាបនៅថ្ងៃទី3ខែមេសាឆ្នាំ2025ប្រសិនបើគ្មានខ្មោចក្នុងឲ្យដៃទេក្រុមអ្នកលេងល្បែងមន់ជុលខាងលើក៏មិនអាចដឹងមុននាំគ្នារត់ចែកជើងគ្នាអស់បែបនេះដែរមហាជនងឿងឆ្ងល់ថាតើលោកត្រីផលដារិនអធិការរងទទួលផែនចរាចរណ៍ស្រុកព្រៃនប់មានជាប់ពាក់ព័ន្ធអ្វីខ្លះហេតុអ្វីបានជាលោកហ៊ានផ្ដាល់ទីតាំងឲ្យក្រុមអ្នកញៀនល្បែងខាងលើបើកលេងក្នុងដីចំការរបស់ខ្លួនបែបនេះដើម្បីស្រាយចម្ងល់នេះអង្គភាពយើងក៏បានតាក់ទងសួរទៅលោកវីរៈសេនីយ៍ឯកអួងវុធីអធិការនគរបាលស្រុកព្រៃនប់ដោយនៅថ្ងៃទី4ខែមេសាឆ្នាំ2025លោកបានប្រាប់ថារឿងនេះលោកបានឲ្យកម្លាំងចុះបង្ក្រាបរួចហើយគ្រាន់តែការចុះនោះត្រូវបានក្រុមអ្នកលេងល្បែងដឹងខ្លួនមុនគឺកម្លាំងយើងមិនអាចចាប់បានតែប៉ុណ្ណោះចំពោះករណីសង្ស័យពាក់ព័ន្ធជាមួយលោកត្រីផលនរិនដែរឬយ៉ាងណានោះលោកមិនដឹងទេតែពេលនេះលោកត្រីផលនរិនបានសុំច្បាប់ទៅភ្នំពេញមិនមកធ្វើការទេចាំពេលចូលធ្វើការវិញលោកនឹងហៅមកសួរនាំប្រសិនបើរកឃើញថាមានជាប់ពាក់ព័ន្ធមែនលោកនឹងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ដោយឡែកលោកត្រីផលនរិនអធិការរងស្រុកព្រៃនប់ដែលរងការសង្ស័យខាងលើនៅព្រឹកថ្ងៃទី6ខែមេសាឆ្នាំ2025នេះបានប្រាប់អង្គភាពយើងតាមទូរស័ព្ទថាខ្ញុំមិនបានដឹងទេព្រោះទីតាំងនោះជាដីចម្ការរបស់ឪពុកម្ដាយខ្ញុំម្យ៉ាងទៀតថ្ងៃដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោះគឺក៏ខ្ញុំមិនបាននៅធ្វើការដែរអូអត់ដឹងផងថ្ងៃហ្នឹងខ្ញុំអត់ដឹងដែរចការនេះជាការឪពុកម្ដាយរបស់ខ្ញុំមានអីខ្ញុំអត់ដឹងដែរព្រោះថ្ងៃហ្នឹងខ្ញុំអត់បាននៅដែរហើយចការនេះគឺឪពុកម្ដាយរបស់ខ្ញុំគាត់ជាអ្នកធ្វើចការបាទទោះជាយ៉ាងណាប្រជាពលរដ្ឋនៅតំបន់នោះនៅតែមិនមានជំនឿលើការលើកឡើងរបស់លោកអួងវុធីអធិការនគរបាលស្រុកព្រៃនប់ដែរព្រោះកន្លងមកអធិការស្រុករូបនេះតែងតែនិយាយជាមួយអ្នកកាសែតក្នុងស្រុកស្រដៀងគ្នានេះជារឿយរបៀបដូចជាមានឆន្ទៈខ្ពស់ក្នុងការបង្ក្រាបលើល្បែងស៊ីសងខាងលើនេះណាប៉ុន្តែទីតាំងនោះនៅតែបន្តលេងដដែលគ្រាន់តែធ្វើរបងនិងមានទ្វារបិទជិតមិនឲ្យមហាជនទូទៅមើលឃើញតែប៉ុណ្ណោះដូច្នេះពួកគាត់នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពអសន្តិសុខក្នុងមូលដ្ឋានដោយបានទទូចសំណូមពរដល់លោកម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ឯកសរដ្ឋាអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុពិសេសនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិមេត្តាចាត់កម្លាំងឲ្យចុះមកឃ្លាំមើលនិងបង្ក្រាបវងល្បែងដុសស្លែមួយកន្លែងនេះផងបើពុំដូច្នោះទេនៅពេលខាងមុខមូលដ្ឋានមួយនេះអាចនឹងកើតមានអំពើចោរកម្មលួចឆក់ប្លន់ឬអំពើហិង្សាក្នុងគ្រួសារផ្សេងដោយសារការចាញ់ល្បែងនេះជាក់ជាមិនខាន